តោះកូនៗយើងមកចូលរួមធ្វើលំហាត់ជាមួយលោកគ្រូទាំងអស់គ្នាបាទលំហាត់ទី1 1បូក4ស្មើប៉ុន្មានកូនបាទល្អណាស់1បូក4គឺស្មើ5ចឹងយើងទៅចូលលំហាត់ទី2លំហាត់ទី2 2បូក3ស្មើប៉ុន្មានកូនបាទគឺស្មើ5តោះយើងចូលដល់លំហាត់ទី3 3បូកឲ្យ1ស្មើប៉ុន្មានកូនបាទល្អណាស់គឺស្មើ4តោះយើងចូលទៅដល់លំហាត់ទី4 3ដកឲ្យ2សល់ប៉ុន្មានកូនបាទល្អណាស់គឺសល់1តោះយើងចូលទៅដល់លំហាត់ទី5 4ដកឲ្យ1សល់ប៉ុន្មានកូនបាទល្អណាស់គឺសល់3តោះយើងទៅអនុវត្តលំហាត់មួយទៀតជាមួយលោកគ្រូ5ដកឲ្យ3ស្មើប៉ុន្មានកូនបាទល្អណាស់គឺស្មើ2កូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូយើងជួបគ្នានៅវីដេអូក្រោយ